គឺថាសម្ដេចព្រះសង្ឃរាជនេះមានទួនាទីសំខាន់ណាស់ក្នុងបុព្វហេតុជាតិនិងសាសនាមិនមែនគ្រាន់តែថាធ្វើជាស្ដេចព្រះសង្ឃត្រួតតែសង្ឃទេគឺថាមើលការខុសត្រូវដល់បណ្ដាលរាជវិជាមន្ត្រីរាជការដែលកំពុងតែខ្វះធម៌និងធម៌នៅគ្នានេះគឺថាលោកមានទួនាទីក្នុងការពង្រួបពង្រួមចឹងឯងគឺជាកន្លែងដែលថែរក្សានៅក្បួនច្បាប់តម្រាគ្រប់បែបយ៉ាងទាំងអស់មិនមែនប្រសង់គ្រាន់តែថាឡើងទៅលើក្រែមកអញ្ចឹងទេគឺថាងាកទៅក្បួនច្បាប់ទំនៀមទម្លាប់គឺតែមានទាំងអស់អញ្ចឹងបានថាវិស័យរបស់ព្រះសង្ឃក្នុងប្រទេសកម្ពុជានេះមានទួនាទីសំខាន់ដោយសម្ដេចព្រះសង្ឃរាជអង្គបច្ចុប្បន្នលោកមានទួនាទីក្នុងការជួយស្ដារឡើងវិញនៅវិស័យពុទ្ធសាសនានៅវិស័យសុខដុមរមណីយកម្មផ្នែកផ្លូវចិត្តសតិអារម្មណ៍របស់ប្រជាពលរដ្ឋដោយតួយ៉ាងសម្ដេចព្រះមហាឃោសានន្ទជាដើមនៅព្រះអង្គទៅពង្រួបពង្រួមទៅធ្វើនៅសក្តីករណាឲ្យដល់តំបន់ខ្មែរក្រហមដែលមិនទាន់ធ្វើសមារណកម្មជាមេរាជរដ្ឋាភិបាលជាដើមអីគឺថាព្រះសង្ឃលោកមានទួនាទីអញ្ចឹងមិនមែនថាយើងគិតថាដេព្រះសង្ឃគ្មានប្រយោជន៍អីមិនមែនអញ្ចឹងទេព្រោះព្រះសង្ឃមានទួនាទីជាមួយនឹងវិស័យការពារជាតិវិស័យអប់រំវិស័យអភិវឌ្ឍតាំងតែពីបុរាណកាលមកហើយតែមិនថែរក្សាទេស្មើនឹងយើងធ្វើឲ្យបំផ្លាញតែខ្លួនឯងហ្នឹងយកជាការអីមិនកើតទេនឹងរឿងហ្នឹងអញ្ចឹងហើយលៃយ៉ាងម៉េចប្រព្រឹត្តយ៉ាងម៉េចគឺថាកបបីលៃលោកថែរក្សាហើយប្រកាន់យកទំនៀមចាស់